ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិននៅថ្ងៃទី15ខែមករានេះបានប្រកាសទុកពេល30ថ្ងៃឲ្យសមាជិករបស់មេឧក្រិដ្ឋកម្ម Online Scam លោក Chen Xi ចូលខ្លួនមកសារភាពនៅប៉ុស្តិ៍ប៉ូលីសចិនដើម្បីទទួលការបន្ធូរបន្ថយទោសតែប្រសិនបើមិនសហការជាមួយប៉ូលីសចិននោះទេក្រុមសមាជិកទាំងនោះនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរយោងតាមសេចក្តីប្រកាសរបស់ក្រសួងសន្តិសុខសាធារណៈរបស់ចិនបានព្រមានឲ្យជនសង្ស័យដែលជាសមាជិករបស់មេឧក្រិដ្ឋកម្ម Online Scam Chen Xi ដែលកំពុងរត់គេចខ្លួនត្រូវប្រគល់ខ្លួនដល់សមត្ថកិច្ចចិនឲ្យបានឆាប់បំផុតបើតាមប៉ូលីសចិនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី15ខែកុម្ភៈឆ្នាំ2026ជនសង្ស័យដែលស្ម័គ្រចិត្តប្រគល់ខ្លួននិងសារភាពដោយស្មោះត្រង់អាចទទួលបានការបន្ធូរបន្ថយទោសឬកាត់បន្ថយទោសតាមបទនីតិបញ្ញត្តិច្បាប់តែប្រសិនបើសមាជិកណាគំរាមកំហែងសងសឹកឬរារាំងជនសង្ស័យពីការប្រគល់ខ្លួននិងទទួលខុសត្រូវព្រហ្មទណ្ឌតាមច្បាប់ធ្ងន់ធ្ងរហើយអ្នកបន្តរត់គេចប៉ូលីសចិននឹងតាមចាប់ដោយគ្មានការលើកលែងដើម្បីយកមកកាត់ទោសតាមផ្លូវច្បាប់របស់ចិនគួរបញ្ជាក់ថាលោក Chen Xi គឺជាមេឧក្រិដ្ឋកម្ម Online Scam កាលពីថ្ងៃទី6ខែមករាត្រូវបានចាប់ខ្លួននៅប្រទេសកម្ពុជាហើយបញ្ជូនទៅកាន់ប្រទេសចិនការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរចិននិងកម្ពុជាបានបើកការស្រាវជ្រាវអស់ជាច្រើនខែដែលកម្ពុជានិងចិនចាត់ទុកថាជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការបោះសម្អាត Online Scam